តាមវិធានដៃស្ដាំមកមេដៃបញ្ជាក់លើទិសដៅនៃចរន្តបើអូនលាមរៀងក្តោបរកទិសដៅនៃដៃម៉ាញេទិកបើអូនក្តោបមកខាងនេះមានន័យថាចូលក្នុងតោះវីដេអូនេះអ្នកគ្រូតតាក់ទងទៅនឹងសំណួរខដែលគេឲ្យយើងករណីដែនម៉ាញេទិកគួបត្រង់ចំណុច P ខ្ញុំដាក់ដំណោះស្រាយមកខរបស់យើងគេឲ្យយើងករណីដែនគួបត្រង់ P2 អញ្ចឹងអត់មើលលើរូបដូចគ្នាដែរតាមវិធានដៃស្ដាំមកមេដៃបញ្ជាក់លើទិសដៅនៃចរន្តបើអូនលាមរៀងក្តោបរកទិសដៅនៃដៃម៉ាញេទិកបើអូនក្តោបមកខាងនេះមានន័យថាចូលក្នុងពេលដែលអូនក្តោបមកខាងពេកឬវាចេញមកខាងក្រៅបើចេញមកខាងក្រៅអូនដាក់សញ្ញាចុចមកចុចបញ្ជាក់ថាដែនចេញមកខាងក្រៅអញ្ចឹងមានន័យថាដែនម៉ាញេទិកបើយើង B1 បើយើងគឺចេញមកខាងក្រៅបន្ទាប់មកទៀតអូនមើលតាក់ទងជាមួយនឹងដែន B2 បើយើងមានន័យថាមេដៃចូលមកក្នុងនេះពេលដែលអូនលាបែបនេះពេលមកសិក្សានៅខាង Bader នេះឃើញវាចូលក្នុងទេអញ្ចឹងកន្លែងហ្នឹងពេលដែលអូនក្តោបទៅអូនក្តោបចូលក្នុងអញ្ចឹង Bader បើយើងមានទិសដៅចូលទៅក្នុងប្លង់អញ្ចឹងនេះគឺជាទិសដៅរបស់ Bader អញ្ចឹងត្រង់ចំណុច P2 នេះក៏ទិសដៅដែនម៉ាញេទិកផ្ទុយគ្នាដែរអញ្ចឹងផ្ទុយគ្នាអ្នកគ្រូដាក់ដូចមិញហ្នឹងដែរគឺវីដេអូមុន B ត្រង់ចំណុច Bader ស្មើទៅនឹងតម្លៃដាច់ខាតB1 ដកទៅនឹងB2 អញ្ចឹងអូនត្រូវកណនាហៅ B1 សិនដែល B1 បើយើងស្មើទៅនឹង1 E1 លើ2ផៃ D1 តែ D1 យើងខុសគ្នាប៉ុន្មានសង់ទីម៉ែត្រនេះគឺ20សង់ទីម៉ែត្រអញ្ចឹង20សង់ទីម៉ែត្របំបែកទៅម៉ែត្រស្មើទៅនឹង2 10សេគុណដក1ម៉ែត្រចឹងអូនអាចចំនួនចូលតែម្ដងមក4ផៃគុណនឹង10សេគុណដក7E ស្មើទៅនឹង5 2ផៃគុណនឹង10សេគុណដក1 2គុណនឹង10សេគុណដក1ចឹងអូនកណនាមកគុណនេះបាន4សម្រួល4អស់ដក1បោះឡើងលើបូក1ចឹងបូក1អូនអាចទៅសេបានថា5គុណនឹង10សេគុណបូក1ដក7សតដក6តេស្លាបន្ទាប់មកអូនត្រូវមកដោះស្រាយរក B2 អញ្ចឹង B2 10 E2 លើ2ផៃ D2 អញ្ចឹងអូនមកជំនួសយកតែម្ដងទៅពួក D2 បើយើងគិតទៅគឺ30ចឹងអ្នកគ្រូដាក់នេះទៅ D2 ស្មើទៅនឹង30សង់ទីម៉ែត្រស្មើបានដែរ3គុណនឹង10សេគុណដក1ម៉ែត្រចឹងអូនអាចជំនួសបានថា4ផៃគុណនឹង10សេគុណដក7E របស់យើងគឺស្មើ5 2ផៃគុណនឹង10សេគុណគុណនឹង3គុណនឹង10សេគុណដក1អូនកណនានេះមកគឺស្មើទៅនឹងប៉ុន្មានដែរស្មើនឹង2ព្រោះអូនសម្រួល4ផៃនេះអស់ស្មើ2 2គុណនឹង5ស្មើទៅនឹង10អញ្ចឹងអ្នកគ្រូសុំដាក់10លើ3ដក1បោះឡើងលើគឺ10សេគុណដក6តេស្លាអញ្ចឹងអូនមើលមកជំនួសចូលតែម្ដងមកអូននាំឲ្យ P ស្មើទៅនឹងតម្លៃដាច់ខាត B1 ស្មើនឹង5គុណនឹង10សេគុណដក6កន្លែងនេះអូនអាចកណនាឲ្យបានដែរ10ចែក3គឺស្មើទៅនឹង3.33គុណនឹង10សេគុណដក6តេស្លាអញ្ចឹងអូនដាក់មកគឺដក3.33គុណនឹង10សេគុណដក6 5ដកឲ្យ 3.33 អូននឹងឃើញតម្លៃ 1.67 គឺតម្លៃដែលពួកយើងចូលចិត្តណាអញ្ចឹងដក6តេស្លានេះគឺជាចម្លើយរបស់ដែនម៉ាញេទិកត្រង់ Bader ហើយអ្នកគ្រូសង្ឃឹមថាបងអូននឹងយល់សម្រាប់បាក់ឌុបឆាប់នេះអរគុណសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education